បាទបងប្អូនអ្នកពាក់ព័ន្ធនឹងការរិះគន់ហ្នឹងហើយពីម្សិលមិញចឹងខ្ញុំបានធ្វើវីដេអូមួយនិយាយពីក្រុមអ្នករិះគន់នឹងឯងបាទនិយាយមាន4ក្រុមណានៅក្នុងនោះណាបាទអ្នករិះគន់បែបស្ថាបនាអ្នករិះគន់បែបគាត់យល់ខុសអ្នករិះគន់បែបចំណែនហើយនឹងបាទក្រុមចុងក្រោយគឺអ្នករិះគន់គ្រប់រឿងហ្នឹងហើយអាហ្នឹងមានណាបាទហើយក៏ស្របពេលនោះក៏ឃើញមានเพจលោកគ្រូម្នាក់នោះគាត់បានផុសពីការ comment ចូលទៅក្នុង page របស់គាត់ដែរហ្នឹងខ្ញុំបានឃើញណាខ្ញុំបានអត់ទេគាត់ឃើញអានខ្លឹមសារគាត់បានបន្តិចហើយឃើញមានសំណួរគេចោទសួរគាត់ថារៀនបញ្ចប់នៅសាលាណាអីណាអញ្ចឹងណាបងប្អូនប្រហែលជាបងប្អូនរបស់គ្នាបានឃើញហ្នឹងហើយខ្ញុំគិតថាមកដល់ម៉ោងនេះហើយប្រជាពលរដ្ឋខ្មែរយើងគួរតែបើកចិត្តទូលាយបាទនៅលើពិភពលោកគេដល់ណាដល់ណីអស់ទៅហើយហ្នឹងហើយអញ្ចឹងការរៀនសូត្រការរកឃើញគេហៅថារបបកំហើញថ្មីកើតឡើងមានច្រើននៅក្រៅសាលាបងណាខ្ញុំបញ្ជាក់ឡើងវិញថាមានរបបកំហើញច្រើនណាស់ដែលគេរកឃើញនៅក្រៅសាលាអញ្ចឹងសូមបងប្អូនទាំងអស់គ្នាបើកចិត្តទទួលយកនៅចំណេះដឹងអីដែលគាត់ដែលកសិករដែលគាត់រកឃើញគេហៅថាស្វ័យសិក្សានៅខាងក្រៅការរៀននៅខាងក្នុងប្រព័ន្ធអប់រំវាជារឿងល្អបងប្អូនមានឱកាសទៅរៀនជារឿងល្អបាទមានការអប់រំត្រឹមត្រូវជារឿងល្អក៏ប៉ុន្តែសូមឲ្យនាំយកនៅចំណេះដឹងទាំងអស់នឹងឯងមកកើតជាប្រយោជន៍មកបម្រើឲ្យប្រយោជន៍ដល់សាធារណជនផងណាបាទកុំឲ្យមានតែសញ្ញាបត្រឲ្យដើរវាយវហាគេអានោះមិនមែនជារឿងល្អទេប៉ុន្តែសំខាន់តើយើងសញ្ញាបត្ររបស់យើងហើយចំណេះដឹងរបស់យើងវាមានតម្លៃប៉ុនគ្នាអត់អញ្ចឹងណាកុំឲ្យគាត់ថាខ្លួនឯងមានសញ្ញាបត្រប៉ុន្តែមិនដែលបានធ្វើអីឲ្យទទួលបានជោគជ័យអាហ្នឹងណាអាហ្នឹងយកល្អជាកំណត់របស់ខ្ញុំហើយបើសិនជាយើងមានតែសញ្ញាបត្រតែយើងមិនដែលបានធ្វើអីជោគជ័យសោះអាហ្នឹងគួរតែលាក់ខ្លួនពួនអាត្មាទៅហើយមិនបាច់បង្ហាញសញ្ញាបត្រអីមកគេទេព្រោះគណៈតែយើងបង្ហាញមកវានាំខូចឈ្មោះសាលាគេទៅវិញទេព្រោះសាលាគេបណ្ដុះបណ្ដាលមកមានវិជ្ជាជីវៈត្រឹមត្រូវប៉ុន្តែយើងមានតែសញ្ញាបត្រប៉ុន្តែយើងខ្វះសមត្ថភាពណាហ្នឹងហើយអាហ្នឹងគួរតែលាក់សញ្ញាបត្រទៅណាខ្ញុំមិនជាយោបល់របស់ខ្ញុំទេអាហ្នឹងប៉ុន្តែគួរលើកទឹកចិត្តដល់កសិករដែលគាត់រកឃើញរបបកំហើញថ្មីបាទដើម្បីសំខាន់គឺគាត់ធ្វើរួចទៅហើយគាត់ពិសោធន៍រួចទៅហើយគាត់ធ្វើបានលទ្ធផលទៅហើយបច្ចុប្បន្ននោះមានអ្នកចែកម្លែកច្រើនតាម YouTube ខ្ញុំទៅកោតសរសើរពួកគាត់បាទអ្នកខ្លះគាត់ធ្វើបានមួយចំណុចទេគាត់ធ្វើបានភ្លាមគាត់ធ្វើវីដេអូផលិតវីដេអូចែកម្លែកភ្លាមឃើញទេគាត់មានទឹកចិត្តបណ្ណាកន្លែងហ្នឹងណាបាទតែបាត់ទៅថាគាត់ធ្វើអ្នកខ្លះគាត់គោលដៅគាត់ចង់បានលុយពី YouTube ចង់បានប្រជាប្រិយនៅលើបណ្ដាញសង្គមក៏ប៉ុន្តែចំណេះដឹងដែលគាត់បង្ហាញគាត់មិនមែនបង្ខំឲ្យបងប្អូនទៅជឿទេបាទគ្រប់មេរៀនទាំងអស់គ្រប់ចំណេះដឹងទាំងអស់มันមានការបង្ខំឲ្យជឿឲ្យទៅធ្វើតាមទេបងប្អូនអាចយកបាត់ពិសោធន៍យកចំណេះដឹងគាត់ចែកម្លែកយកទៅពិសោធន៍មើលទៅបើប្រើបានបោះចោលទៅអាហ្នឹងវានៅកន្លែងហ្នឹងទេអញ្ចឹងណាប៉ុន្តែកុំឲ្យមានវប្បធម៌មួយចេះតែវាយបំបាក់ស្មារតីគ្នាអាហ្នឹងគេថាការវប្បធម៌ចេះតែក្តិចត្រួយកុំឲ្យឃើញអាណាលោតទិញបានអញ្ចឹងណាអាហ្នឹងកើតទេហ្នឹងហើយជួយគ្នាទៅកែលម្អគ្នាទៅហើយដូចខ្ញុំបានលើកឡើងខាងដើមអញ្ចឹងបច្ចុប្បន្ននេះនៅលើពិភពលោករបបកំហើញថ្មីគេរកឃើញច្រើនណាស់នៅក្រៅសាលាអញ្ចឹងកុំឲ្យវាស់វែងថាសមត្ថភាពចំណេះដឹងកុំឲ្យយកតែចំណេះដឹងនៅសាលាមកវាស់វែងអញ្ចឹងណាសំខាន់ធ្វើបានលទ្ធផលទេអាហ្នឹងវានៅទៅហ្នឹងទេ